各位同学们，大家好，欢迎大家来到李老师的汉语课堂。今天我们继续学习 ASK 二级的第7课。好，那我们来读一下课文1，大家可以跟老师一起读一下。OK， ចឹងគ្នាយើងមកអាន课文1ជាមួយ老师តិចទៅ 在家里 A 大卫回来了吗 B 没有，他还在教室学习呢。已经9点多了。这里漏了多了一个了，这样来那边了，别了，mỗi khi chẳng lục trò bóng。他怎么还在学习 B 明天有考试，他说今天要好好准备。ចឹងកន្លែង好好ចឹងកន្លែង好ទី2នេះគឺយើងសំឡេងស្មើគ្នាឬក៏យើងអានមិនចាំបាច់មានសំឡេងក៏បានដែរតែដល់សិស្សបញ្ជាក់យើងកុំអានសំឡេងទី3កុំអានសំឡេងទី3ដោយសារតែកន្លែងនេះគឺជាពាក្យរបស់គេគ្នាយើងហៅខាងមុខនេះគឺជាសំឡេងទី3ចំណែកចុងក្រោយគឺជាសំឡេងទី1អូខេអញ្ចឹងយើងlại翻译一下តើឥឡូវយើងបកប្រែជាមួយគ្នាតិចទៅ在家里បានន័យថានៅក្នុងផ្ទះ在家里នៅក្នុងផ្ទះអញ្ចឹង A វិញ B ឲ្យសួរទៅកាន់ B ថា大卫回来了吗តើ大卫ត្រឡប់មកវិញហើយឬនៅ回来ត្រឡប់មកវិញ你回来了吗តើអ្នកត្រឡប់មកវិញនៅបាទនឹងអញ្ចឹងទៅ我回来了ខ្ញុំត្រឡប់មកវិញហើយ我先回去了ខ្ញុំត្រឡប់ទៅវិញហើយអញ្ចឹងទៅមួយត្រឡប់មកមួយទៀតត្រឡប់ទៅ回来回去 B没有mà ta 还没回来那么当ត្រឡប់មកវិញទេ没有màនៅទេ他还在教室学习呢គាត់នៅរៀនក្នុងថ្នាក់រៀននៅឡើយទេអញ្ចឹង还យើងនៅចាំវិជ្ជារបស់យើងអត់表示动作还在持续បានន័យថាសកម្មភាពមួយហ្នឹងនៅតែបន្តកើតឡើងបានន័យថាគាត់នៅតែរៀននៅក្នុងបន្ទប់រៀននៅហ្នឹងគាត់អត់ទាន់ឈប់ទេមកដល់ឥឡូវហ្នឹងអញ្ចឹង A យកវិញ B សួរទៅកាន់ B ទៀតថា已经9点多了他怎么还在学习បានន័យថាម៉េចម៉ោង9ជាងហើយ多了ជាង他怎么还在学习មិនក៏គាត់នៅតែរៀនទៀតអញ្ចឹងហើយគាត់នៅតែរៀនទៀតអញ្ចឹងអញ្ចឹង B 回答明天有考试他说今天要好好准备អញ្ចឹងកន្លែងនេះគេថា明天有考试បានន័យថាថ្ងៃស្អែកមានការប្រឡងឬក៏ថ្ងៃស្អែកត្រូវប្រឡង明天有考试所以呢ដូច្នេះហើយគាត់ត្រូវទៅអី他说គាត់និយាយថាថ្ងៃហ្នឹង今天要好好ត្រូវរៀបចំឲ្យបានល្អត្រូវត្រៀមខ្លួនឲ្យបានល្អអញ្ចឹងទៅអញ្ចឹងកន្លែងពាក្យ准备យើងប្រែថារៀបចំឬក៏ត្រៀម你们准备了吗你们准备好了吗តែត្រៀមខ្លួនឲ្យនៅអញ្ចឹងទៅ好好我要好好学习ខ្ញុំត្រូវតែខិតខំរៀនអញ្ចឹងទៅអញ្ចឹងកន្លែងពាក្យ好好ប្រែថាខិតខំយើងអាចប្រែថា努力សម្រាប់ទៅលើពាក្យ努力ដូចគ្នាយើងខិតខំ我要好好工作我要好好学习អញ្ចឹងទៅ我要好好学习中文就像你们一样你们要好好学习中文非常好 OK 这课文1我们已经讲完了那我们来看一下这张图片好那老师问一下大家这里桌子上有什么呢当然了ตรงนี้มีกี่ครั้งเนี่ย有书一本书是不是还有一什么笔可以笔用把它来笔一支对非常好一支 OK 老师给大家写一下一支笔非常好那这个呢哪一笔上正解他们可以用中文怎么说呢对手非常好手他正在干什么呢គាត់កំពុងធ្វើគេ正在写字是不是正在写字 OK 我们看课文2តើឥឡូវយើងមកបន្ត课文របស់យើងទៀត好那我们来读一下课文2តើឥឡូវយើងមកអាន课文2ទាំងអស់គ្នា去机场的路上去机场的路上你现在在哪儿呢 B 在去机场的路上你已经到了吗 A 我下飞机了你还有多长时间能到这儿 B 20分钟就到 OK 好我们来翻译一下大家可以跟老师一起翻译一下 OK 课文2អញ្ចឹងគេថា
去机场的路上，班内他们机场就是飞机啊，飞机要飞的地方我们叫飞机场 OK ចឹងកន្លែងដែលយើងហោះត្រូវហោះមែនណាគ្នាយើងអានោះបើសិនយើងប្រែយើងបញ្ចូលបែបភាសាចិនណាគ្នាចឹង机场យើងប្រែថាប្រលានយន្តហោះ路上路上បានន័យថានៅតាមផ្លូវ路上នៅតាមផ្លូវអូខេអញ្ចឹង A វិញ B សួរទៅកាន់ B ថា A និយាយថា你现在在哪儿呢តើឥឡូវហ្នឹងអ្នកនៅណាកំពុងនៅឯណាឥឡូវហ្នឹង然后 B 回答ត B ក៏ឆ្លើយថា在去机场的路上បានន័យថានៅតាមផ្លូវអញ្ចឹង路上តាយើងប្រើតាមផ្លូវមែនណានៅតាមផ្លូវទៅពលានយន្តហោះយើងប្រើនៅខាងក្រោយទៅមុនដោយលើសើប្រាប់លើកមុនអញ្ចឹងនៅពេលដែលយើងឃើញទៅយើងត្រូវប្រើនៅពេលក្រោយវាមុន你已经到了吗តើអ្នកបានទៅដល់នៅអញ្ចឹង A B សួរបកទៅកាន់ A វិញថាចុះ A ឯងអ្នកបានទៅដល់នៅបានទៅដល់ពលានយន្តហោះនៅចឹងក៏សួរទៅកាន់ A បែបហ្នឹង然后 A 回答ត A ក៏ឆ្លើយថា我下飞机了我下飞机了អញ្ចឹង下飞机បានន័យថាចុះពីលើយន្តហោះហើយចុះពីលើយន្តហោះហើយចុះផ្ទុយពីអីផ្ទុយពីគេគ្នាយើងផ្ទុយពី上飞机មែនណាគ្នាយើង上飞机បានន័យថាឡើងយន្តហោះអញ្ចឹង下飞机ចុះពីលើយន្តហោះ上飞機ឡើងយន្តហោះចុះជិះយន្តហោះគ្នាយើងប្រើអីគេយើងប្រើអីគេ对យើងប្រើពាក្យអង្គុយយើងប្រើពាក្យ坐 OK 我给大家写一下 OK 坐飞机បានន័យថាជិះយន្តហោះអញ្ចឹង A 又问ទៅកាន់ B ទៀតថា A សួរទៅកាន់ B ទៀតថា你还有多长时间能到这អញ្ចឹងបានន័យថាតើអ្នកនៅត្រូវការពេលប៉ុន្មានទៀតត្រូវការយូរប៉ុណ្ណាទៀតទៅមកដល់ទីនេះទៅមកដល់ទីនេះចឹងទៅតើអ្នកត្រូវការពេលប៉ុន្មានទៀតទៅមកដល់ទីនេះអញ្ចឹងកន្លែង多长时间多长时间មកសំដៅទៅលើយូរប៉ុណ្ណាយើងអាចប្រើសម្រាប់សួរតើតូនជាមួយនឹងពេលវេលាតើថា你还有多长时间等到这តើអ្នកនៅត្រូវការពេលប៉ុន្មានទៀតទៅមកដល់ទីនេះតើថាមួយទៀត你还有多长时间能做完作业តើអ្នកត្រូវការពេលប៉ុន្មានទៀតទៅធ្វើកិច្ចការផ្ទះហើយចឹងទៅឧទាហរណ៍មួយទៀតlàឧទាហរណ៍ឲ្យឧទាហរណ៍ថា你家离公司要走多长时间បានន័យថាពីផ្ទះរបស់អ្នកទៅក្រុមហ៊ុនត្រូវដើររយៈពេលប៉ុន្មានត្រូវធ្វើដំណើររយៈពេលប៉ុន្មានយូរប៉ុណ្ណាចឹងទៅឬក៏យើងអាចនិយាយម្យ៉ាងទៀតថា多久 OK 多久久ឥឡូវសួរសេពីនអ៊ីនអត់គ្នាយើង OK 久ទី3声សំឡេងទី3久ឬក៏យើងនិយាយបែបខ្លីៗយើងបើសិនជាយើងអត់ចង់និយាយវែងទេយើងអាចនិយាយថា多久多长时间也可以都可以说យើងនិយាយបានទាំងអស់គ្នាយើងអត់ប្រកាន់ទេOK 好那我们继续看 B 说ចឹង B ក៏និយាយថាម៉េចគ្នា B ក៏និយាយថា20分钟就到20分钟就到ចឹង20យើងប្រែថា20分钟យើងប្រែថានាទី就到នឹងទៅដល់អញ្ចឹងយើងនៅចាំពីរបៀបប្រើប្រាស់ពាក្យ就ដែលយើង刚刚学过了យើងទៅរៀនហើយណាអញ្ចឹងបានន័យថា20នាទីដល់ហើយ20នាទីដល់ហើយអញ្ចឹងនៅពេលដែលយើងប្រើពាក្យម្នាក់ដែលនិយាយពាក្យហ្នឹងគាត់គិតថារយៈពេលមួយហ្នឹងគឺខ្លីគឺលឿនសម្រាប់គាត់អញ្ចឹងនៅពេលហ្នឹងគឺយើងប្រើ我要走20分钟就到了ខ្ញុំត្រូវការដើរតាម20នាទីគឺទៅដល់ហើយអញ្ចឹងគាត់គិតថាលឿនតែបើសិនជាគាត់គិតថាយូរឬក៏យឺតយើងត្រូវប្រើពាក្យអីពាក្យឆៃមែនអត់非常好我们要用ឆៃបើសិនជាយើងគិតថា速度慢លឿនយឺតអីចឹងទៅឆៃ20分钟才到20នាទីទៀតទៅដល់ចឹងទៅ OK 好 OK 这个课文2老师已经讲完了大家有什么问题吗有没有问题 OK 好那我们来看一下这张图片这张图片这个叫什么呢这个叫汽车非常好我们叫汽车这个是马路是不是马路好这样了比较不能大家有没有问题如果没有的话我们今天的课就到这里结束我们下节课再见谢谢大家